ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺចង់បង្ហាញបងប្អូនពីម៉ូដដែលបងប្អូនបានដាក់នៅលើអេក្រង់បែបនេះណាដោយសារតែជាប្រភេទម៉ូដដែលភ្ញៀវគាត់និយមហើយនឹងកំងច្រើនបងប្អូនដោយសារតែបែបសាមញ្ញរាងតិចតិចតែស្អាតខ្លាំងបងប្អូនសម្រាប់បងដែលនិយមស្រឡាញ់ម៉ូដបែបសាបតិចតិចគឺបងអាចជ្រើសយកម៉ូដមួយប្រភេទនេះទៅកាន់ពាក់បានបងប្អូនឬក៏បងអាចធ្វើការកំងកាត់ពីខាងប្អូនទៅក៏បានដែរការរៀបពុម្ពដើម្បីកាត់ជូនភ្ញៀវបងប្អូនជាប្រភេទពណ៌ទឹកស្បែកតែយើងយកស្រាជាងក្នុងរូបបងប្អូនដោយសារក្នុងរូបយើងពណ៌រាងកម្មៅបងប្អូននៅមានពណ៌ជាច្រើនទៀតដែលភ្ញៀវក៏ធ្វើការកំងដូចគ្នាដែរតែបងប្អូនធ្វើការកាត់ពណ៌មួយប្រភេទនេះដើម្បីឲ្យបងស្រីនៅខាងកំពង់សោមសិនដោយសារតែអីវ៉ាន់យើងធ្វើតាមដំណាក់កាលដោយសារតែអីវ៉ាន់ជាទូទៅគឺសិតសឹងជាប្រភេទអីវ៉ាន់ដែលភ្ញៀវគាត់កំងតាមរាងរបស់គាត់ណាបងប្អូននៅក្នុងស្តុកវាមានពណ៌មួយដែរបងប្អូនតែយើងវាអត់មានច្រើនអញ្ចឹងបងប្អូនកំងវាអត់មានតម្រូវតាមអ្វីដែលបងប្អូនស្រឡាញ់ពណ៌ទេសិនជាបងប្អូនកំងអាចរើសពណ៌បានតាមអីដែលបងប្អូនស្រឡាញ់ពុម្ពមួយប្រភេទនេះដែរគឺជាប្រភេទពុម្ពខ្សែ ML បងប្អូនយើងអាចប្រើបានពីរពុម្ពដោយសារតែជាទូទៅការកាត់គឺយើងអាចបញ្ចេញបញ្ចូលបានបងប្អូនតែការកាត់តាមរាងជាទូទៅយើងអត់បញ្ចេញច្រើនទេបងប្អូនដោយសារតែអាវយើងវាមានថ្នេរសម្រាប់បញ្ចេញទៅខ្សែតូចខ្សែធំមកល្មមយើងអត់ព្រីខ្សែធំខ្លាំងទេណាបងប្អូនបើសិនជាបងប្អូនមានតម្រូវការបងប្អូនអាចធ្វើការមកកំងកាត់ដល់ទីតាំងផ្ទាល់ក៏បុកបានផងដែរដោយសារតែនៅទីតាំងផ្ទាល់ក៏ខ្ញុំមានម៉ូដជាច្រើនសម្រាប់បងជ្រើសរើសផងដែរខ្ញុំនៅមានម៉ូដជាច្រើនទៀតសម្រាប់បងនឹងបង្ហាញពីប្រភេទម៉ូដនិងការកាត់ឬក៏ការចុះឬក៏ការច្នៃប្រភេទម៉ូដអាវជូនបងដើម្បីជាចំណេះដឹងតិចតួចសម្រាប់បងដែលគាត់យកទៅរៀនឬក៏កាត់ពាក់ខ្លួនឯងបានផងដែរដោយសាររដូវកាលនេះយើងមិនសូវជាមមាញឹកដូចរដូវកាលទេបងប្អូនអញ្ចឹងគឺខ្ញុំមានពេលវេលាអាចដកខ្លួនឯងបានមករយៈមុនគឺសឹងថាបងប្អូនអាចដកឃ្លាបានទេដោយសារតែខ្ញុំរវល់ច្រើនដោយសារយើងមានការងារច្រើនបងប្អូនហើយបុគ្គលិកច្រើនអញ្ចឹងគឺយើងអត់សូវមានពេលសម្រាប់មកធ្វើវីដេអូភាគច្រើនបងប្អូនឃើញស្រាប់ទេគឺខ្ញុំផុសតែរូបភាពទេបើសិនជាបងប្អូនមានចម្ងល់ឬចង់សាកសួរព័ត៌មានអីបងប្អូនអាចឆាតចូល page បងប្អូនបានឬក៏អាចចូល Telegram ក៏បានដែរបើសិនជាបងប្អូនចង់ចេះឬក៏ចង់មើលពីវិធីក្នុងការកាត់អីមួយបងប្អូនអាច comment ឬក៏អាចឆាតចូល page ខ្ញុំនឹងបង្ហាញបើសិនជាបងឬមួយបងប្អូនដែលគាត់ចង់បានពុម្ពគឺខ្ញុំមានពុម្ពសម្រាប់ឲ្យតែវាមានចំនួនតិចដែរទេណាបងប្អូនខ្ញុំចែកជូនពុម្ពជាច្រើនលើកដែរហើយបងប្អូនតែចង់បញ្ជាក់ជាមួយបងថាអ្វីដែលបងអូនធ្វើចេញទៅគឺចេញពីក្តីស្រឡាញ់ហើយការចែកពុម្ពគឺចង់ចែកចំពោះបងដែលគាត់អត់ចេះឬក៏គាត់ចង់រៀនជំនាញគាត់ចង់យកកាត់ពាក់ខ្លួនឯងបានខ្ញុំមានអត់ច្រើនទេបងប្អូនដូចជាខ្ញុំនៅប្រហែលជា10អីទេបងប្អូនដោយសារតែការកាត់ពុម្ពយើងខ្លះយើងត្រូវការប្រើឡើងវិញអញ្ចឹងណាដោយសារជាប្រភេទពុម្ពភ្ញៀវអញ្ចឹងគឺខ្ញុំត្រូវការទុកសិនបើសិនជាប្រភេទពុម្ពដែលខ្ញុំធ្វើតាមអនឡាញមានភ្ញៀវបងខ្លះគាត់ត្រូវការកាត់បកមកវិញម្ដងទៀតដែរអញ្ចឹងគឺខ្ញុំអត់អាចចែកជូនបងបានទេខ្ញុំត្រូវការទុកប្រើសម្រាប់ថ្ងៃក្រោយទៀតសម្រាប់ភ្ញៀវចាស់របស់ខ្ញុំអញ្ចឹងខ្ញុំនៅសល់ពុម្ពថ្មីដែលខ្ញុំអត់ត្រូវការប្រើបន្ថែមទៀតបើសិនជាបងដែលគាត់ចង់បានបងអាចឆាតចូល page ក៏បាន Telegram ក៏បានខ្ញុំនឹងដាក់លេខ Telegram របស់ខ្ញុំនៅលើ caption